Bà lợi dân chập bà đào mấy nó. Ok. Nè sự phi dân chập bà đào bà đó nè. Ok. Bà. Bà xung cà rộp chụp riêng xua. Bông ôn nguồn kia.ដោយសេចក្តីស្រឡាញ់ក្នុងព្រះនាមព្រះអង្គម្ចាស់នៃយើងអរគុណដល់ព្រះហើយក៏នឹកចាំពីបងប្អូនយើងអរគុណច្រើនដែលបានញែកពេលវេលាដើម្បីពិចារណាព្រះបន្ទូលហើយថ្វាយគុំព្រះអង្គជាមួយគ្នានៅវេលាថ្ងៃនេះដែរសូមឲ្យព្រះជាម្ចាស់បានប្រកបដោយព្រះពរដ៏ពិសេសពីយើងទាំងអស់គ្នាដែលហើយយើងមុននឹងចាប់ផ្ដើមបាទសូមអញ្ជើញលោកអ្នកបងប្អូនបានសម្រួមចិត្តអធិដ្ឋានសូមពពរពីព្រះជាមួយគ្នាព្រះវរបិតានៃយើងខ្ញុំអរគុណដល់ព្រះអង្គដែលយើងខ្ញុំបានឃើញពន្លឺថ្ងៃថ្មីម្ដងទៀតនៅវេលាថ្ងៃនេះហើយជាប្រគុណយ៉ាងពិសេសដែលព្រះអង្គបានប្រទានឲ្យយើងខ្ញុំមានអភ័យឯកសិទ្ធិក្នុងការជួបជុំគ្នាថ្វាយបង្គំព្រះអង្គជាពិសេសគឺយើងអាចនឹងមានសិទ្ធិដើម្បីនឹងពិចារណាព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នាយើងខ្ញុំអរគុណដល់ព្រះអង្គយើងខ្ញុំសូមអធិដ្ឋានដោយពឹងអាងនៅក្នុងអំណាចនៃព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទថ្ងៃនេះយើងនឹងមើលពីអត្ថបទមួយដែលនៅក្នុងលោកុបាទលោកុបាទចំពុក35ខ16ដល់ខ20បាទហើយយើងពិចារណាមើលថាយ៉ាងណាដែលមានចំណងជើងថាការសិក្សាពីជីវិតរបស់លោកបេនយ៉ាមីនបាទតើមានហេតុផលយ៉ាងណាខ្លះយើងចង់ដឹងមើលថាតើមានន័យយ៉ាងដូចម្តេចដែរសម្រាប់ជីវិតរបស់ផងយើងដែលជាអ្នកជឿព្រះអង្គបាទបេនយ៉ាមីនគឺជាកូនពៅគេចុងក្រោយបង្អស់ហើយយើងធម្មតាបើសិនជាតាមប្រពៃណីនៅក្នុងព្រះបន្ទូលព្រះអង្គគឺគេប្រកាន់យកកូនច្បងជាធំហើយកាលពីខ្ញុំគិតថាអាទិត្យមុនមួយទៀតនោះយើងបានមើលពីជីវិតបងច្បងនោះដែលត្រូវបានហៅថាគេគេមរតកមួយជាពីរហើយបានទទួលពពកជាងគេបែរជាបាត់បង់ហើយថ្ងៃនេះយើងនឹងមើលពីកូនចុងបំផុតដែរកូនពៅចុងបំផុតហើយយើងដឹងថាបេនយ៉ាមីនហ្នឹងគឺជាកូនរបស់ផងយ៉ាកុបហើយយ៉ាកុបហ្នឹងលោកមានកូនដល់ទៅ12នាក់ហើយកូន12នាក់ហ្នឹងនឹងคล้ายទៅជាកលសម្ព័ន្ធទាំង12ក៏ប៉ុន្តែកូននីមួយគឺមានចំណុចសំខាន់របស់ផងគេរៀងខ្លួនដែលហៅថាដែលព្រះជាម្ចាស់ទ្រង់ប្រទានព្រះពរខុសគ្នាគឺព្រះអង្គប្រទានព្រះពរទៅតាមអត្តចរិតរបស់ផងកូននីមួយបាទកាលណាបើកូនដែលមានអត្តចរិតមិនសូវល្អបានន័យថាព្រះអង្គអត់អាចនឹងប្រទានព្រះពរឲ្យដូចគ្នាបានទេហើយដូច្នេះហើយជីវិតរបស់ផងយើងគឺសំខាន់មែនទែនមើលពីអត្តចរិតរបស់ផងខ្លួនមើលពីជីវិតរបស់ផងខ្លួនមើលពីសេចក្តីជំនឿរបស់ផងខ្លួនថាតើនៅចំពោះព្រះជីវិតរបស់ផងយើងបែបណាបាទមនុស្សជាច្រើនឬក៏ភាគច្រើនតែរាប់ពីលក្ខណៈ
ឬក៏ពីយុស័កឬក៏គិតថាបងធំទៅបងតូចទៅឬក៏យ៉ាងណាតែនៅចំពោះព្រះវិញអត់គិតអញ្ចឹងទេបាទអត់គិតអញ្ចឹងទេព្រះអង្គតតមើលនៅក្នុងចិត្តរបស់ផងមនុស្សជាជាងសម្គាល់ពីហៅថារូបកាយរបស់ផងយើងម្នាក់ឬក៏ហៅថាមុខតំណែងរបស់ផងម្នាក់ហើយថ្ងៃនេះយើងចង់មើលពីការនោះជាមួយគ្នាបាទមនុស្សជាច្រើនសប្តាហ៍ថ្ងៃនេះបើសិនជាយើងនៅស្រុកនេះមិនសូវជាសំខាន់ទេក៏ប៉ុន្តែនៅស្រុកយើងនៅឯនាយសមុទ្រនោះបាទបើជួបគ្នាគេតែងតែអួតថាកូនគេបានរៀនដល់ថ្នាក់ប៉ុណ្ណេះកូនគេបានអ្នកមានប៉ុណ្ណេះហើយជីវិតគេមានទ្រព្យសម្បត្តិប៉ុណ្ណោះតើនេះជាហេតុដែលធ្វើឲ្យព្រះអង្គសពប្រហារទេឬក៏យ៉ាងណាបាទព្រះជាម្ចាស់មូលហេតុដែលព្រះជាម្ចាស់ជ្រើសយកប្អូនតូចជាងគេគឺជាប្អូនពៅហើយក៏សម្ព័ន្ធคล้ายទៅជាហៅថាកូនរបស់ផងយ៉ាកុបហ្នឹងគឺមាន12នាក់ដល់ហើយទៅคล้ายទៅជាកុលសម្ព័ន្ធទាំង12បើសិនជាយើងមើលនៅក្នុងព្រះគម្ពីរបានប្រាប់យើងយ៉ាងដូចនោះបាទហើយមានអ្នកខ្លះទៀតគឺគេអំនួតពីយុស័ករបស់ផងគេឬក៏អំនួតពីអនុភាពឬក៏ទ្រព្យធនឬក៏ធនធានឬក៏មុខងារឬក៏អំណាចធំតូចប្រជាប្រិយភាពហើយក៏គេចូលចិត្តចង្អុលទៅអ្នកនេះពូកែនិយាយអ្នកនោះមានវោហាលៈនឹងលៈអីចឹងទៅបាទក៏ប៉ុន្តែសម្រាប់យើងអ្នកជឿព្រះអង្គវិញបើសិនជាយើងមើលឆ្លុះបញ្ចាំងពីជីវិតរបស់ផងបេនយ៉ាមីនដែលជាកូនពៅគេហើយក៏ជាអ្នកដែលមានកុលសម្ព័ន្ធតូចជាងគេនៅក្នុងចំណោមកុលសម្ព័ន្ធទាំង12នោះបាទគឺពីបានប្រាប់យើងច្បាស់លាស់ខ្ញុំចូលចិត្តមែនទែនទោះបីជារាប់ពាន់ឆ្នាំគឺព្រះបន្ទូលព្រះឬក៏ព្រះគម្ពីរហ្នឹងបានបញ្ជាក់ប្រាប់ខ្ញុំចូលចិត្តមែនទែនពីហៅថារាយរាប់ប្រាប់ពីដំណើរគេចេញពីបេតអែលទៅខ16ហើយពេលដែលរាជែលគឺជាប្រពន្ធសំណប់ចិត្តរបស់ផងយ៉ាកុបនោះពេលនោះរាជែលគឺបានសម្រាលកូនមួយទៀតគឺកូនចុងក្រោយបំផុតហើយរាជែលក៏បានស្លាប់ទៅហើយបើសិនជាយើងមើលទៅនឹងខ19ថារាជែលក៏ស្លាប់ទៅចំពោះ35លោកក៏បាត់ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតាគឺជាបេតលេហឹមដូច្នេះបញ្ជាក់ប្រាប់ថាបេតលេហឹមហ្នឹងបើសិនជាយើងទៅមើលសប្តាហ៍ថ្ងៃនេះគឺទីក្រុងនោះនៅហ្នឹងច្បាស់លាស់មិនមែនឆ្នៃប្រឌិតឬក៏ជារឿងព្រេងនិទានអត់ច្បាស់លាស់នៅតែនេះនៅតែនោះអត់ទេគឺសំខាន់កន្លែងហ្នឹងខ្ញុំមកដល់កន្លែងហ្នឹងគឺនឹកថាអស្ចារ្យមែនទែនគឺទីក្រុងនោះក៏នៅរហូតតសប្តាហ៍ថ្ងៃហើយយើងមើលព្រះគម្ពីរសញ្ញាចាស់ពីលោកកបាត់មកទល់នឹងសប្តាហ៍ថ្ងៃនេះគឺរាប់ពាន់ឆ្នាំបាទគឺច្បាស់លាស់យ៉ាងត្រឹមត្រូវបំផុតហើយបានជាយើងមើលតទៅទៀតនៅក្នុងខ20ថាយ៉ាកុបគាត់បានបញ្ឈរបង្គោលថ្មមួយនៅលើភ្នូសពនាងគឺជាបង្គោលភ្នូសពរបស់រាជែលដរាបដល់សប្តាហ៍ថ្ងៃនេះខ្ញុំជឿជាក់ថាយើងអាចរកឃើញភ្នូសពនោះបាទហើយរហូតដល់សប្តាហ៍ថ្ងៃនេះដូច្នេះថ្ងៃនេះយើងនឹងមើលពីចំណុច
3 យ៉ាងចំណុចទី1យើងនឹងមើលពីកំណើតនឹងឈ្មោះរបស់ផង Benjamin តើមានន័យយ៉ាងដូចម្ដេចបាទតើម្ដាយបានដាក់ឈ្មោះកូនយ៉ាងណាហើយឪពុកបានដាក់ឈ្មោះកូនយ៉ាងណាទី2គឺយើងនឹងមើលពីព្រះពរតាមរយៈឪពុកដល់ Benjamin តើឈ្មោះ Benjamin នឹងតើជាឈ្មោះដែលអ្នកណាក៏អាចដាក់បានសប្តាហ៍ថ្ងៃនេះយើងអាចដាក់បានតាមចិត្តក៏ប៉ុន្តែកន្លែងនេះគឺចង់បញ្ជាក់ប្រាប់ពីលក្ខណៈដែលព្រះបានប្រើលោកយ៉ាកុបបាទហើយចំណុចចុងក្រោយនោះយើងនឹងមើលពីហៅថាផលប៉ះពាល់ឬក៏ការបញ្ចប់ពីពូជពងរបស់ផង Benjamin ហ្នឹងថាមានប្រមាណដំណរមានប្រមាណចំនួនដែលคล้ายទៅជាវីរៈបរោះឬក៏คล้ายទៅជាអ្នកដែលពូកែថ្នឹកខាងសង្គ្រាមគ្រប់សពបែបយ៉ាងជាមនុស្សដែលល្បីបាទដូច្នេះយើងត្រឡប់មកវិញយើងមើលកំណើតឈ្មោះរបស់ផង Benjamin បាទអំបញ្ញមិញយើងបានអានរួចហើយថាពេលដែលនៅក្នុងខ18ចំពោះផ្សារ5លោកកបាត់បាទបានសម្ដែងថាតែការប្រលឹងកំពុងតែចេញពីនាងទៅត្បិតនាងត្រូវស្លាប់នោះនាងឲ្យកូនឈ្មោះថាបេនអូនីតែឪពុកបេនហៅថាបេនយ៉ាមីនវិញបាទដូច្នេះខ្ញុំមកដល់កន្លែងនេះគឺព្រឺបាទតើបេនអូនីនឹងមានន័យថាម៉េចពីព្រោះម្ដាយចិត្តដល់ពេលចប់ជីវិតហើយបាទក្រោយពីធ្វើដំណើរចាក់ចេញពីស្រុកខាងឪពុកក្មេករបស់ផងលោកយ៉ាកុបហ្នឹងខ្ញុំគិតថាគាត់មានទម្ងន់ហើយចេញមកជីកអូតទៅវាលាក់យ៉ាងម៉េចអីយ៉ាងម៉េចធ្វើឲ្យសុខភាពគាត់មិនល្អប្រសើរបាទទៅជាហើយជីវិតគាត់ក៏នៅចុងបញ្ចប់ហ្នឹងក៏បានលាលោកីទៅបាទតែមុននឹងលាលោកីហាក់ដូចជាគាត់ផ្ដាំឲ្យដាក់ឈ្មោះកូនឬក៏ហៅកូនថាដាក់ឈ្មោះថាបេនអូនីបេនអូនីហ្នឹងគឺមានន័យថាកូនប្រុសនៃទុកព្រួយឬក៏កូនប្រុសដែលទូរទុកឬក៏កូនប្រុសដែលមានបញ្ហាបាទភាសាអង់គ្លេសបានបកប្រែថា son of my sorrow ឬក៏ son of affliction បាទនេះជាការមួយដែលគួរឲ្យយើងកត់សម្គាល់ហើយតទៅមុខទៀតយើងឃើញថាឪពុកបានហៅថាឬក៏បានដាក់ថា Benjamin វិញដូច្នេះឈ្មោះកំណើតពីម្ដាយរ៉ាជែលគឺជាកូនប្រុសដែលទុកព្រួយកូនប្រុសដែលសោកសៅដែលទូរទុកដែលមានបញ្ហាបាទហើយតែឪពុកបានប្រែទៅបានបដូរទៅជា Benjamin បាទ Benjamin គឺមានន័យថា son of my right hand បានន័យថាជាកូនប្រុសដៃស្ដាំរបស់ផងឪពុកតើមានន័យថាម៉េចពាក្យថាដៃស្ដាំហ្នឹងគឺមានន័យថាខ្លាំងពូកែមានន័យថាដៃស្ដាំហ្នឹងគឺមានទេពកោសល្យជាមនុស្សដែលជាទីស្រឡាញ់របស់ផងឪពុកជាកូនដែលពេញដោយព្រះពរជាកូនដែលចម្រុងចម្រើនលក្ខនឹងលក្ខជាដើមនេះគឺយោងទៅតាមប្រពៃណីសម័យមុននោះគឺគេដាក់ឈ្មោះទៅតាមអ្វីដែលគេនឹកឃើញឬក៏ខ្ញុំគិតថាកន្លែងនេះលោកយ៉ាកុបនោះមិនមែនសំទោសខ្ញុំរៀងកាលណានិយាយទៅគឺលមាស់ច្រមុះallergy ខ្ញុំហ្នឹងបាទហើយតើយ៉ាកុបនឹងចេះតែដាក់ទៅតាមបែបដែលចូលចិត្តប្រហែលជា
miên bẹt cả đá hay bẹt cả đá tiếp hai chia kiếm chưa ta lơ chừng bẹt cả đá nó pre chuyện nè hay ta bắt đo cùng nứt oi quật này đại sầm khăn sắp ngày ní dương lô cây sầm máy ní dương trong đã tha sầm náng sốc nơi sốc rư có sốc nơi ấy chân từ rư có sốc chùm ra ấy chân từ ấy ta sẽ mẹ rồi bà sầm nua để tôi xua thả ta mua ní và có chi mua để o prasa nơi chùm bùa pre sầm rạp thoai sấy lo đo pre rư có kết tha con ta sầm náng cứ bất chỉ sầm náng ơi rư có đẹp khá tiết đã mua vật tận nạ thơ cứ bịa lo pra không pra bịa lo có vấn tế lịch kịch bên này dương pra bịa lo ta ở bụng ở đáy đó ạ cua tại chui con oi rùa nơi tam lời lo bẹt nà nè tự prasa nô nè đây chia lẹ khả nạ sầm khăn sầm rạp dương nè chia chùm nội muối đây sầm khăn nơi chùm bùa bè phong vâng đời chế dương mơ từ nâng chùm nội tí pì chùm nội tí muối dương mơ thả chùm mua cứ bật cật nè dông từ tam bè hà rơ tây rồi bọc phong bè nơi chùm nón nô vì pro lục gia cốc bị đám cứ chia nẹ đà chập tiên canh chương bong bè đại cao nô như vậy vì gia cốc hay nâng ấy ơi nè ê sao bà hãy cõi máu chỉ với nó bao phong lô hai tha để đa tam pre lo prasa tới phong đô chỉ vật rồi bao phong đô mua rồi bao phong lô ai tới chia Israel cứ chia riêng để phong sẵn lánh rồi có chia riêng rồi bao phong pre bà này đối chứ này dân đo chụp nơi tí phí đi dây phí pre phố tam rồi dạy ở phúc đó bến của mình bà thà tá giang na đai chụp nơi cỏ nơi cầu nông thà dân nâng mơ phí ca bình dô rồi có phí át tần này pre phố rồi bỏ phong pre tam rồi dạy gia cốc mến chết tại ôi phố bán thế nơi chụp non nô bà vì pro ở bốc cư chia nè đây sẵn lánh bỏ ong hay bỏ ong cư chia nè đeo thua ca o cha tam rồi dạy ở bốc đàm bấy ôi chua đã chua nô rư có ôi prepo nô từ đó con nơi bè đáy ở bốc riêng lia lô cây hay bây giờ mơ từ nông lô cậu bạch chùm bụp nè xe sập rằm bốn kho một phay pram pi lô cậu bát sai sập pram bốn kho một phay pram pi thà bên với mình chia sky prey là hai xí nơi pe prất việc cam si rồng pía hai đo pe là nghe việc chạy rộng bập ta miền đây đời đây bà miền đây ở trà sầm rạp chỉ vật rộng bập phong bên với mình nơi pe để khiêm study tới khiêm đăng thà chia mê riêng giang là o prasa mà sầm ráp chỉ vật rồi bỏ phong dân đôi chứ trong đây có dân đừng mơ bị ắt tận này bấy giảng tranh phí kho mà pay from pi nâng bà đôi chứ bên giờ miếng chia sky prey biết tha sky prey nơi cả lại đi cứ miên rất bí giảng bà sky prey nâng rất pi giảng cứ tơ tam lẹ khả nạ phê về lía pi cùng rôm rồi bỏ phong sky prey nó anh bà hãy đôi trên hai bàn chia dương kết thà ní chia rương môi đà sầm khăn sầm ráp chi vật rồi bỏ phong nẹ chưa phong nẹ đẹp phong sả lánh bà ní đôi trên hai sky prey ní dây pi prepo để miên phê về lía pi cùng rôm prắc lưng là nghe bà anh nói tí mùi tí pi dân này dây pi bịa tha khăm si rồng phía
ហើយនឹងចែករบบបាទហើយពាក្យថាចែករบบហ្នឹងបានន័យថារបបហ្នឹងគឺសម្បត្តិជ័យភ័ណ្ឌបាទចង់និយាយថាខំស៊ីរំពាហើយនឹងចែករបបនោះគឺនិយាយពីមុនហើយនឹងក្រោយបាទដូច្នេះពេលណាដែលខំស៊ីហើយល្ងាចឡើងគឺមានជ័យភ័ណ្ឌបាទចែកដល់ហៅថាកលសម្ព័ន្ធរបស់ផងគាត់ទី3គឺយើងនិយាយពីចាប់យកហើយនឹងសម្លាប់បំផ្លាញបាទពាក្យថាព្រះពរពាក្យថាខំស៊ីរំពាហើយនឹងចែករបបបានន័យថាចាប់យកឬក៏មានចំណែកចែកដល់កលសម្ព័ន្ធពូជពងរបស់ផងលោកក្រោយពីបានជ័យជំនះនោះក្រោយពីការសម្លាប់ខ្មាំងសត្រូវនោះនេះជា3យ៉ាងសំខាន់បាទសម្រាប់អត្ថន័យនៃព្រះពរតាមរយៈលោកយ៉ាកុបចំណុចខយើងមើលពីពូជពងដ៏ធំអស្ចារ្យទាំង4ដំណរបើសិនជាយើងពិចារណាតាំងពីដើមរហូតដល់ចុងវិវរណៈបាទមាន4ដំណរយ៉ាងអស្ចារ្យមែនទែនដែលភ្ជាប់ដែលតមកពីលោកបេនយ៉ាមីននោះបាទទី1បេនយ៉ាមីនមានដំណរបន្ទាប់ពីលោកនោះគឺនៅក្នុងព្រះគម្ពីរចៅវាយជំពូក3បាទគឺមានដំណរពីលោកបេនយ៉ាមីននោះគឺឈ្មោះអេហុតហ្នឹងគឺជាអ្នករំដោះអ៊ីស្រាអែលឲ្យរួចផុតបានន័យថារំដោះពូជពងអ៊ីស្រាអែលទាំងអស់ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ផងពួកសាសអាម៉ូរីបាទពីព្រោះនៅពេលដែលសាសអ៊ីស្រាអែលអត់ស្ដាប់បង្គាប់ព្រះក៏បានបកលសាសអ៊ីស្រាអែលហ្នឹងទៅធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសាសអាម៉ូរីយើងមើលអេហុតបាទនៅក្នុងព្រះគម្ពីរចៅវាយបាទសំទោសព្រះគម្ពីរចៅវាយបាទចៅវាយជំពូក3ខ12តាមការពិតទៅយើងនឹងអានចៅវាយជំពូក3ខ12ដល់ខ30ក៏ប៉ុន្តែខ្ញុំនឹងអានជូនតែខ15ដល់ខ23ទៅចុះហើយខ្ញុំតាមការពិតមិនចង់អានឲ្យច្រើនពេកទេបងប្អូនអាចកត់ទុកបានបាទជំពូក3ចៅវាយជំពូក3ខ12បានសម្ដែងយ៉ាងដូចនេះថាលុះក្រោយមកពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តបងប្អូនមើលក៏ប្រព្រឹត្តសេចក្តីដ៏លាមកអាក្រក់បាទនេះនៅព្រះនេត្រព្រះយេហូវ៉ាបងប្អូននេះជាមេរៀនយ៉ាងល្អអស្ចារ្យពួកកូនចៅអ៊ីស្រាអែលពេលណាដែលគេភ្លេចឬក៏គេបដិសេធព្រះនាមរបស់ផងព្រះអង្គមិនព្រមស្ដាប់បង្គាប់បានន័យថាព្រះអនុញ្ញាតឲ្យការអាក្រក់ហ្នឹងកើតឡើងដល់ពូជពងកូនចៅអ៊ីស្រាអែលបាទរួចព្រះយេហូវ៉ាទ្រង់ក៏ចម្រើនកម្លាំងដល់អេក្លុនជាស្ដេចស្រុកម៉ូអាប់ឲ្យទាស់នឹងអ៊ីស្រាអែលពីព្រោះគេបានប្រព្រឹត្តសេចក្តីដ៏លាមកអាក្រក់នៅព្រះនេត្រទ្រង់នេះបើសិនជាយើងនិយាយពីបញ្ហាជីវិតយើងអ្នកជឿព្រះអង្គសប្តាហ៍ថ្ងៃនោះយើងប៉ាតណាប៉ាតណីទៅអ្នកខ្លះហៅថាធ្វើគ្រូ40-50ឆ្នាំជឿព្រះ40-50ឆ្នាំទៅក៏ចេះតែហៅថាខ្មែរយើងហៅថាត្រីងៀតឆ្លៀតពងធ្វើការអាក្រក់គ្រប់សពបែបយ៉ាងឬក៏ធ្វើបាបឬក៏កុហកភូតផលបោកប្រាស់គ្រប់សពបែបយ៉ាងទាំងអស់តាមតែចិត្តនឹកឃើញក៏ប៉ុន្តែដោយឡែកខ្ញុំជឿជាក់ថាព្រះបន្ទូលនេះមិនមែនជាព្រះបន្ទូលសម្រាប់សញ្ញាចាស់ទេគឺសប្តាហ៍ថ្ងៃក៏យ៉ាងដូច្នោះដែរនៅពេលដែលមនុស្សយើងទៀសចេញពីផ្លូវរបស់ផងព្រះអង្គនឹងបណ្ដោយបាទបណ្ដោយបានន័យថាមិនមែនជាការដែល
ព្រះអង្គដាក់ទណ្ឌកម្មទេគឺព្រះអង្គបណ្ដោយឲ្យការអាក្រក់នោះកើតឡើងដល់អ្នកដែលបដិសេធសេចក្តីពិតរបស់ផងព្រះឲ្យចាំពីកន្លែងហ្នឹងយើងតមកទៀតយើងឃើញថាខ14ថាពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះអេក្លុនជាស្ដេចសាសម៉ូអាប់នោះអស់18ឆ្នាំ That's quite a bit 18ឆ្នាំតែកាលគេបានអំពាវនាវដល់ព្រះយេហូវ៉ានៅពេលដែរព្រះអង្គប្រកាសណាព្រះអង្គនៅតែស្រឡាញ់កូនចៅអ៊ីស្រាអែលព្រះអង្គនៅតែស្រឡាញ់យើងក៏ប៉ុន្តែបើសិនជាយើងបកក្រោយយើងប្រែចិត្តព្រះអង្គនឹងប្រទានពពរនេះដែលសំខាន់បាទខ15ថានោះទ្រង់តាំងឲ្យមានអ្នកមួយជាអ្នកជួយសង្គ្រោះដល់គេគឺអេហុតជាកូនកេរ៉ាក្នុងពូជអំបូបេនយ៉ាមីន Amazing ដែលជាអ្នកប្រើការខាងដៃឆ្វេងស៊ីខ្មែរយើងវិញពីជំនាន់ដើមអត់ចូលចិត្តទេអ្នកណាដែលប្រើដៃឆ្វេងបាទក៏ប៉ុន្តែនៅស្រុកយើងស្រុកក្រៅគឺដៃឆ្វេងក៏ល្អដែរបាទជាការដែលសំខាន់ចង់ជួយលើកទឹកចិត្តបងប្អូនយើងព្រះប្រើអេហុតជាពូជដំណរវងរបស់ផងបេនយ៉ាមីនបាទនេះហើយតទៅទៀតយើងអាចឃើញបានបាទដូច្នេះយើងអាចអានតទៅទៀតទៅណាបាទជំពូក3ចាវាយយើងកត់ទុកខ12ដល់ខ30យើងនឹងដឹងថាសាច់រឿងថាពូជលោកបេនយ៉ាមីនអេហុតនឹងគាត់ជាអ្នករំដោះកូនចៅអ៊ីស្រាអែលទាំងមូលឲ្យរួចផុតពីកណ្ដាប់ដៃរបស់ផងខ្មាំងសត្រូវទី2ពូជពងរបស់ផងបេនយ៉ាមីនគឺបានធ្វើជាស្ដេចទី1អស្ចារ្យមែនទេកន្លែងនេះខ្ញុំព្រឺរោមដែរអស្ចារ្យដូច្នេះតើស្ដេចទី1របស់ផងអ៊ីស្រាអែលនឹងគឺអ្នកណាគឺសូលបាទគឺសូលបាទជាពូជពងរបស់ផងអ៊ីស្រាអែលជាសំទោសរបស់ពូជពងរបស់ផងបេនយ៉ាមីនបាទយើងមើលនៅក្នុងសាមយូអែលខ្សែទី1បាទសាមយូអែលខ្សែទី1ជំពូក9បងប្អូនអាចកត់បានសាមយូអែលខ្សែទី1ជំពូក9ខ15ដល់27បាទដូច្នេះខ្ញុំនឹងអានជូនខ17បាទខ្ញុំអត់អានទាំងអស់ទេខ7ថានេះបាទជំពូក9ខ17សំទោសបាទខ17ថានេះខ17ដូច្នេះកាលសាមយូអែលបានឃើញសូលនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថានេះហើយជាមនុស្សដែលអញបានប្រាប់ឯងគឺអ្នកនេះឯងដែលត្រូវសោយរាជលើរាជរបស់ផងព្រះហើយយើងមើលចុះមកបាទខាងដល់ខ21ថាតែសូលឆ្លើយថាតើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអម្បូរតូចជាងគេពូជអម្បូរតូចជាងគេបានធ្វើស្ដេចទី1របស់ផងសាសអ៊ីស្រាអែលហើយពួកគ្រួខ្ញុំតើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងពូជអម្បូរបេនយ៉ាមីនដែរទេឬអីដូច្នេះហេតុអីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះអស្ចារ្យមែនទេណែនឹងទី2បាទបានធ្វើជាស្ដេចទី1ពូជពងរបស់ផងបេនយ៉ាមីនតទៅទៀតទី3យើងឃើញថាម៉ាដេកាយហើយនឹងនាងអេសធើជាពូជពងរបស់ផងបេនយ៉ាមីនដែរបាទនេះនៅក្នុងអេសធើចំពោះ2បាទអេសធើចំពោះ2យើងមើលបាទអេសធើចំពោះ2ខ5ហើយនឹងខដល់ខ7បាទ
ខ្ញុំគិតថាណែ Esther ហ្នឹងនៅបន្ទាប់ពីអេសារ៉ានេមីរួច Esther ខ្ញុំគិតថាអញ្ចឹងបាទ Esther ចំពោះ2ខចំពោះ2ខ5ដល់ខ7ខ5ថារីឯស៊ូសានជាទីក្រុងមានសាសយូដាម្នាក់ឈ្មោះម៉ាដេកាយជាកូនយ៉ាអ៊ីហើយដែលជាកូនស៊ីម៉ាយជាកូនគីសក្នុងពួកបេនយ៉ាមីននេះបាទគាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡឹមជាមួយនឹងពួកឆ្លើយដែលបាននាំទៅក្នុងគ្រាដែលនេបូខេនេសាជាស្ដេចបាប៊ីឡូនបានចាប់យកយេកូនីសជាស្ដេចយូដានាំយកទៅគាត់បានចិញ្ចឹមនាងហាដាសាគឺអេស្ទើជាកូនរបស់មាគាត់ត្បិតនាងគ្មានឪពុកម្ដាយអស្ចារ្យមែនទេម៉ាដេកាយហើយនឹងអេស្ទើគឺជាពូជពងរបស់ផងបេនយ៉ាមីនហើយគឺជាអេស្ទើនឹងគឺជាអ្នកដែលរំដោះជនជាតិយូដាហ្នឹងឲ្យរួចពីការសម្លាប់របស់ផងហាម៉ាន់បាទនេះយើងគិតមកមើលនេះជាការអស្ចារ្យដែលព្រះហៅបាទដូច្នេះមនុស្សមិនអាចធ្វើបានមនុស្សមិនអាចនឹងសម្រេចបានលើកលែងតែព្រះត្រាស់ហៅយើងមើលតទៅទៀតបាទទី4នៅក្នុងសញ្ញាថ្មីម្ដងតើអ្នកណាដែលព្រះរើសនោះសាវករបស់ផងព្រះដែលព្រះរើសនោះបាទដូច្នេះគឺសាវកប៉ូលដែលហៅសូលនោះនេះគឺជាសូលនៅក្នុងសញ្ញាចាស់បាទគម្ពីររ៉ូមជំពូក11ខ1សូលគឺជាពូជពងរបស់ផងបេនយ៉ាមីននេះរ៉ូមជំពូក11ដូច្នេះខ្ញុំសួរថាតើខ1តើព្រះបានបោះបង់ចោលរាជទ្រង់ឬអីទេមិនមែនទេត្បិតខ្លួនខ្ញុំជាសាសអ៊ីស្រាអែលគឺជាពូជលោកអាប់រ៉ាហាំកើតក្នុងពូជអំបូបេនយ៉ាមីនស៊ីអស្ចារ្យមែនទេពូជពងតគ្នារហូតបាទនេះគឺទី4ហើយហ្វីលីបជំពូក3ខ3និងខ4ដល់ខ5បាទហ្វីលីបបើសិនជាយើងមើលនៅក្នុងហ្វីលីបបាទហ្វីលីបជំពូក3ខ4ដល់ខ5សម្ដែងថាប៉ុន្តែខ្ញុំមានកន្លែងទុកចិត្តខាងសាច់ឈាមខ្លះបានដែរខ4បើមានអ្នកណាទៀតស្មានថាខ្លួនទុកចិត្តខាងសាច់ឈាមបាននោះខ្ញុំក៏លើសទៅទៀតសាវកប៉ូលថាអ្នកណាចង់អួតនោះគឺខ្ញុំលើសនឹងទៅទៀតត្បិតខ្ញុំបានទទួលកាត់ស្បែកថ្ងៃទី8ខ្ញុំជាសាសអ៊ីស្រាអែលក្នុងពូជអំបូបេនយ៉ាមីន Amazing នេះគឺជា4យ៉ាងដែលព្រះប្រើជីវិតឬក៏ដែលព្រះប្រទានប្រពរតាមរយៈពូជពងលោកបេនយ៉ាមីនបាទជំរាបជូនលោកអ្នកបងប្អូនថ្ងៃនេះបើចង់ឲ្យដំណររបស់លោកអ្នកហើយនឹងខ្ញុំឪពុកម្ដាយខំប្រឹងទុកចិត្តព្រះអង្គខំប្រឹងស្វែងរកផ្លូវរបស់ព្រះអង្គយើងដឹងហើយថាពេលណាដែលឪពុកម្ដាយធ្វើបាបនោះវាអាចធ្លាក់ទៅកូន3ទៅ4ដំណរបាទនេះតែព្រះស្រឡាញ់ដល់រាប់ពាន់ដំណរវិញប្រទានពរឲ្យតិចទៀតយើងនឹងមើលទៅរហូតដល់វិវរណៈដែលមើលពីពូជពងរបស់ផងលោកបេនយ៉ាមីនបាទយើងមើលតទៅទៀតដូច្នេះចំណុចកហើយនឹងចំណុចខយើងចប់ហើយយើងមើលចំណុចកបាទព្រះពរនៃផលប៉ះពាល់នៅក្នុងសញ្ញាថ្មីដូចជាយើងមើលកលេចមើលត្រឡប់មកវិញលោកកបាត់បាទលោកកបាត់ជំពូក49យើងអានឡើងវិញខ27ថាបេនយ៉ាមីនជាឆ្កែព្រៃដែលហែកស៊ី
ជាឆ្កែព្រៃដែលហែកស៊ីនៅពេលព្រឹកវាខំស៊ីរំពាហើយដល់ពេលល្ងាចវាចែករបើកតើមានន័យថាម៉េចអស្ចារ្យមែនទែនលោកអ្នកបងប្អូននេះទី1គឺនិយាយពីបេសកកម្មនៅពេលព្រឹកហើយនឹងនៅពេលល្ងាចបាទយើងឃើញមានពេលព្រឹកគឺហែកស៊ីនៅពេលល្ងាចគឺចែករបើកគឺជាទំនាយមួយយ៉ាងវិសេសនៅក្នុងលក្ខណៈរបស់ផងពូជពងបេនយ៉ាមីននោះបាទយើងមើលពីសាវកពោយើងមើលពីសាវកពោសឹងតែថាពាក់កណ្ដាលសញ្ញាថ្មីសញ្ញាថ្មីសាវកពោបានសរសេរព្រះបានប្រើលោកដែលជាពូជពងរបស់ផងបេនយ៉ាមីនសរសេរជាងពាក់កណ្ដាលសញ្ញាថ្មីលោកអ្នកបងប្អូនថ្ងៃនេះខ្ញុំចង់ជម្រាបទោះបីជាយើងមិនឃើញកូនចៅយើងយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែខំប្រឹងក្នុងកាលដែលយើងនៅរស់នៅឡើយជួយឲ្យកូនចៅយើងកុំឲ្យបណ្ដែតបណ្ដោយបាទបែរជាបងប្អូនគិតថា too late it's okay ក៏ប៉ុន្តែកុំឲ្យឈប់ឲ្យសោះត្រូវតែអធិដ្ឋានឲ្យគេយើងមើលពីសាវកពោប្រកាសប្រាប់ហៅថាចាប់ផ្ដើមប្រកាសដំណឹងល្អដោយសុចរិតហើយនឹងស្មោះត្រង់នៅពេលដែលព្រះបានហៅលោកចេញពីនឹងបាទពីមុនគឺសោក៏ប៉ុន្តែព្រះអង្គម្ចាស់បានដូរទៅជាសាវកទៅជាឈ្មោះសាវកពោបាទសប្តាហ៍នេះអ្នកដឹកនាំខ្លះគឺខំប្រឹងអង្គុយលើចអេលើខ្លួនឯងហើយខំប្រឹងអំនួតអួតអាងគ្រប់សពបែបយ៉ាងអ្នកជឿព្រះ40ឆ្នាំ50ឆ្នាំក៏ខំប្រឹងអួតក៏ប៉ុន្តែសំណួរសួរថាតើសមស្របនឹងតាមការត្រាស់ហៅរបស់ផងព្រះឬទេតើពូជពងរបស់ផងយើងដំណររបស់ផងយើងនោះតើយ៉ាងណាដែរតើព្រះហៅយើងឲ្យគ្រាន់តែជឿព្រះអង្គហើយមានអំណួតឬក៏ព្រះអង្គហៅយើងឲ្យជឿព្រះអង្គហើយឲ្យបានមានចំណែកយ៉ាងវិសេសដល់សង្គមដែលយើងរស់នៅនោះដល់ក្រុមគ្រួសារដល់ក្រុមជំនុំរបស់ផងយើងនោះបាទនេះមិនមែនព្រះអង្គប្រើយើងឲ្យធ្វើសង្គ្រាមទេក៏ប៉ុន្តែព្រះអង្គប្រើជីវិតរបស់ផងយើងឲ្យបានប្រកាសផ្សាយដំណឹងល្អដូចជាសាវកពោលបាទហើយសាវកពោលលោកធ្វើបែបទៀតដែលជាដំណឹងល្អមួយទៀតគឺដំណឹងល្អនៃសេចក្តីសង្គ្រោះដល់មនុស្សលោកទាំងអស់ដែលមិនអាចកាត់ថ្លៃបានការប្រកាសសេចក្តីសង្គ្រោះរបស់ផងសាវកពោលពេលព្រឹកហើយនិងពេលល្ងាចគឺចែករបបគឺចែកចាយដំណឹងល្អបាទបានប្រែចិត្តហើយចែកចាយដំណឹងល្អបាទនៅក្នុងធីម៉ូថេយើងមើលនៅក្នុងធីម៉ូថេយើងមើលពីការងាររបស់ផងសាវកពោលដែលជាពូជពងរបស់ផងលោកបេនយ៉ាមីនបាទធីម៉ូថេខ្សែទី1បាទធីម៉ូថេខ្សែទី1ជំពូក1ខ15បាទជំពូក1ខ15បានសម្ដែងថាពាក្យនេះគួរជឿហើយគួរទទួលគ្រប់យ៉ាងគឺថាព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកក្នុងលោកីដើម្បីជួយសង្គ្រោះមនុស្សមានបាបនេះបាទកន្លែងនេះបងប្អូនគ្រូធំគ្រូតូចឬក៏អ្នកដែលជឿព្រះអង្គយូរហើយហ្នឹងថាប្រកាសហើយខ្ញុំបានប្រកាសផ្សាយដំណឹងល្អក៏ប៉ុន្តែសួរថាចរិតរបស់ផងយើងមានដូចជាសាវកពោលដែរឬទេនេះបាទចរិតរបស់ផងសាវកពោលលោកបន្ទាបខ្លួនតែអ្នកខ្លះគឺឆ្លៀតឱកាសពីគ្នាទៅវិញទៅមកឆ្លៀតឱកាសពីបងប្អូនឯងទៅវិញទៅមកដើម្បីរកចំណេញផ្ទាល់ខ្លួនដើម្បីរកកេរ្តិ៍ឈ្មោះសម្រាប់ផ្ទាល់ខ្លួនហើយវាជាការគួរឲ្យសោកស្ដាយណាស់បាទថ្ងៃនេះយើងនឹងមើលតទៅទៀត
ថាយ៉ាងណាទៀតនៅក្នុងធីម៉ូថេខ្សែទី2ជំពូក4ខ7បាទជំពូក4ខ7បានសម្ដែងថាខ្ញុំបានតយុទ្ធយ៉ាងល្អបានរត់ប្រណាំងជាស្រេចខ្ញុំបានរក្សាសេចក្តីជំនឿនេះតយុទ្ធយ៉ាងល្អប្រណាំងជាស្រេចប្រណាំងឈ្នះបាទហើយរក្សាសេចក្តីជំនឿយ៉ាងណារក្សាសេចក្តីជំនឿក្រោយពេលដែលលោកធ្វើបាបលោកប្រែចិត្តហៅថា360ដឺក្រេសុំទោស180បាទ180ដឺក្រេបាទពេលខ្លះយើងអ្នកដឹកនាំយើងចូលចិត្តនិយាយថាអូណែធ្វើបាបក៏មិនអីដែរអូ no there's something wrong បាទយើងច្រៀងជាងកាយើងអត់ចាប់អារម្មណ៍ទេព្រះគុណអស្ចារ្យនេះបើសិនជាយើងមើលពីវគ្គទី2វិញព្រះគុណបង្រៀនឲ្យខ្ញុំចេះកោតខ្លាចព្រះក៏ប៉ុន្តែអត់ទេគេថាច្រៀងដូចដែរតដោកបីដែរឆ្អែតពោះកបីនោះតដោកលឺសូរកោកទៅក៏ប៉ុន្តែមិនបានអីទាំងអស់យើងភ្លេចគិតថាព្រះគុណបង្រៀនឲ្យកោតខ្លាចព្រះ so why not ហេតុអីក៏ចេះថាព្រះគុណស្រឡាញ់ក៏ប៉ុន្តែភ្លេចគិតចម្រៀងមួយព្រះគុណអស្ចារ្យបាទព្រះគុណបង្រៀនឲ្យខ្ញុំចេះកោតខ្លាចព្រះគុណបង្រៀនឲ្យខ្ញុំស្ដាប់បង្គាប់ព្រះនេះព្រឺខ្លាចនៅចំពោះព្រះបន្ទូលរបស់ផងព្រះមិនឆ្លៀតឱកាសទេ you wrong បាទនេះយើងមើលឃើញពីលក្ខណៈនោះរហូតមកដល់បេសកកម្មមួយទៀតគឺបេសកកម្មចុងក្រោយបំផុតបានបំពេញនៅក្នុងវិវរណៈខ្ញុំចង់ជម្រាបជូនទៅអនាគតយើងមើលទៅវិវរណៈនេះសាវកពោលពូជលោកបេនយ៉ាមីនជំពូក7ខ8ថានេះពីពូជអំបូរសាប់យូឡូនមាន12000 នាក់ពីពូជអំបូរយូសេបមាន12000 នាក់ហើយពីពូជអំបូរបេនយ៉ាមីនក៏មាន12000 នាក់ដែលបានបោះត្រា amazing នាំមនុស្សគ្រប់គ្រួសារខ9ទៀតថាក្រោយនោះមកខ្ញុំក៏កលេចទៅឃើញមានមនុស្សមួយវងធំដែលគ្មានអ្នកណាអាចនឹងរាប់បាននេះសប្តាហ៍ថ្ងៃនេះកំពុងតែបន្តទៅមុខគឺជាពូជពងលោកបេនយ៉ាមីនមានចំណែកនៅក្នុងការអស្ចារ្យនឹងដែររហូតដល់ទៅថ្ងៃអនាគតយ៉ាងម៉េចទៀតគ្រប់សាសគ្រប់ទាំងពូជមនុស្សគ្រប់ទាំងគ្រួសារគ្រប់ទាំងភាសាក៏ឈរនៅមុខបល្ល័ង្កនៃកូនជាតិទាំងពាក់អាវសគឺអាវសុចរិតរបស់ផងព្រះនេះហើយកាន់ធាមចាក់នៅដៃសរសើរដំណើរព្រះអស្ចារ្យមែនទែនលោកអ្នកបងប្អូនថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តពីជីវិតរបស់ផងលោកអ្នកបងប្អូនថាឲ្យយើងបានសម្គាល់ពីជីវិតកូនចៅរបស់ផងយើងដូចជាអ៊ីស្រាអែលឬក៏យ៉ាកុបបានឲ្យពរដែលព្រះបានប្រើលោកឲ្យពរដល់លោកបេនយ៉ាមីនជាពូជពងរបស់ផងលោករហូតដល់ទៅគ្រាអនាគតទៀតនេះគឺជារឿងអស្ចារ្យមែនទែនដូច្នេះថ្ងៃនេះចង់ជម្រាបជូនលោកអ្នកបងប្អូនថាព្រះអង្គតូចមើលខាងក្នុងចិត្តមិនមែនតូចមើលពីអ្វីដែលយើងគ្រូធំគ្រូតូចឬក៏អ្នកជឿព្រះអង្គល្អ40-50ឆ្នាំទេ it doesn't matter ខាងក្រៅតែខាងក្នុងចិត្តសួរថាយើងបានស្មោះត្រង់នៅចំពោះព្រះយើងបានស្ដាប់បង្គាប់ព្រះយើងបានកោតខ្លាចព្រះហើយឬនៅនេះបើសិនជាយើងបានខ្ញុំគិតថាព្រះពរហ្នឹងនឹងធ្លាក់ដល់កូនចៅយើងរាប់ដំណដូចជាពូជលោកបេនយ៉ាមីនដែរបាទកុំឲ្យខំប្រឹងលើកជើងអង្គុយលើជើងអេលើកខ្លួនឯងអី That's not right ទោះបីជាយើងមានប្រជាប្រិយភាពក៏ដោយវាអត់ខុសគ្នាទេពីព្រោះយើងអ្នកជឿព្រះអង្គ
ព្រះអង្គប្រទានពរព្រះអង្គមានគោលដៅវិសេសសម្រាប់យើងឲ្យយើងបង្កើតពូជព្រះឲ្យបានចម្រើនឡើងពាសពេញលោកីទាំងមូលគឺឲ្យយើងទៅជាអ្នកដែលអាចនឹងជួយសង្គមរបស់ផងយើងឲ្យបានល្អមិនមែនឲ្យយើងឆ្លៀតឱកាសពីបងប្អូនយើងទេនេះដែលសំខាន់សំណួរមួយនេះខ្ញុំចង់សួរបាទកុំឲ្យមើលទៅខាងក្រៅមើលទៅខាងក្នុងជីវិតរបស់ផងយើងការប្រព្រឹត្តពាក្យសម្ដីគំនិតរបស់ផងយើងកុំឲ្យចេះបាត់ដៃខ្នងដៃនេះបាទកុំឲ្យប្រើកលល្បិចឬក៏កេងប្រវ័ញ្ចសំណួរសួរថាតើយើងជាសូលមួយណាសូលមានពីរសូលមួយជាស្ដេចសូលដែលទាស់ទ្រទឹងនឹងព្រះដែលមិនស្ដាប់បង្គាប់ព្រះដែលបំផ្លាញការត្រាស់ហៅរបស់ផងព្រះក៏ប៉ុន្តែដោយឡែកសូលមួយទៀតបានคล้ายទៅជាសាវកពល តើយើងចង់រើសសូលមួយណាជាពូជពងបេនចាមីននោះបាទតើបេសកកម្មរបស់ផងយើងគ្រួសាររបស់ផងយើងការរស់នៅតាមការត្រាស់ហៅរបស់ព្រះឲ្យបានចំណេញដល់សង្គមរបស់ផងយើងការបង្រៀនរបស់ផងយើងការដឹកនាំរបស់ផងយើងតួនាទីជាប្តីជាប្រពន្ធជាឪពុកម្ដាយកូនរបស់ផងយើងចិត្តគំនិតប្រចាំថ្ងៃរបស់ផងយើងលាក់នឹងលាក់តើជាស្ដេចសូរឬក៏ជាសូរដែលប្រែចិត្តហើយព្រះបានដូរលោកទៅជាសាវកពលសូមឲ្យព្រះបន្ទូលបានប្រទានពរដល់បងប្អូនយើងទាំងអស់គ្នាបងអើយយើងខ្ញុំសូមថ្វាយព្រះបន្ទូលនេះដាក់នៅក្នុងព្រះហស្ថរបស់ផងព្រះអង្គសូមឲ្យព្រះបន្ទូលថ្ងៃនេះបានជួយលើកទឹកចិត្តហើយជួយដល់យើងទាំងអស់គ្នាថាតើគួរឲ្យយើងជួយដល់ពូជពងដំណរយើងក្រោយទៀតឲ្យរស់នៅសម្រាប់ថ្វាយព្រះដោយរបៀបណាសូមព្រះអង្គជួយដោះយើងឲ្យរួចព្រះអង្គម្ចាស់ហើយឲ្យយើងបានคล้ายទៅជាសាវកពលដែលបន្ទាបខ្លួនកុំឲ្យដំកើងខ្លួនកុំឲ្យតម្រើសខ្លួនកុំឲ្យប្រកាន់ខ្លួនសូមព្រះអង្គជួយយើងខ្ញុំទូព្រះបង្គំសូមអធិដ្ឋានថ្វាយបងប្អូនទូបង្គំគ្រប់គ្នាដាក់នៅក្នុងព្រះហស្ថដ៏មានវិជ្ជាស្ដាររបស់ផងព្រះអង្គដោយនៅព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទសូមព្រះអង្គបានប្រទានពរដល់បងប្អូនយើងទាំងអស់គ្នាបាទបើមានសំណួរអាចសួរបានបាទខ្ញុំសូមបកគលកម្មវិធីនេះទៅជូនអ្នកនេះវិញបាទអ្នកសុភីបាទជើ